កម្ពុជាត្រូវការសន្តិភាពកម្ពុជាមិនត្រូវការសង្គ្រាមនោះទេសូមលោកអនុទិនកុំបារម្ភថាកម្ពុជាទៅឈ្លានពានទឹកដីថៃរបស់លោកតែសូមលោកអនុទិនប្រើប្រាស់សិទ្ធិអំណាចរបស់លោកទៅគ្រប់គ្រងកងទ័ពនិងមេទ័ពថៃតាមព្រំដែនកុំទន្ទ្រានចូលដីកម្ពុជាទៅបានហើយនៅថ្ងៃអាទិត្យទី19ខែតុលាឆ្នាំ2025នេះនាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោកអនុទិនបានថ្លែងប្រាប់អ្នកសារព័ត៌មានថៃថាលោកជំរុញឲ្យប្រជាជនថៃសូមមេត្តាស្ងប់ស្ងាត់ចំពោះការរិះគន់មកលើរូបលោកអំពីមូលហេតុដែលរដ្ឋាភិបាលថៃស្ងៀមស្ងាត់កន្លងមកចំពោះរឿងព្រំដែនរវាងកម្ពុជាថៃហើយប្រសិនបើមានរូបភាពនៃការឈ្លានពានលោកនឹងចាត់វិធានការភ្លាមហើយលោកអនុទិនក៏បានបន្តទៀតថាប្រសិនបើលោកទៅធ្វើសង្គ្រាមដើម្បីបង្ហាញអំពីផែនការរបស់លោកដើម្បីប្រយោជន៍ជាតិលោកនឹងទៅធ្វើភ្លាមដោយលោកអនុទិនមិនឲ្យប្រទេសថៃខូចបង់កិត្តិយសឡើយហើយក៏ចង់សួរលោកអនុទិនដែរតើផែនការរបស់លោកគិតចង់ធ្វើសង្គ្រាមមែនបើគិតចង់ធ្វើសង្គ្រាមមែនធ្វើតែក្នុងប្រទេសថៃលោកទៅនោះទឹកដីថៃរបស់លោកនឹងមិនបាត់បង់ឡើយសូម្បី1 មីលីម៉ែត្រ